Ba Som group chim điệp xua video muốn xem màn gì ông bị cả sân xóm Thái cả màu chạy chuột bom ổnថ្ងៃនេះខ្ញុំចង់និយាយអំពីការសន្សំដូចគ្នាប៉ុន្តែជាការសន្សំសំចៃទៅលើការប្រើប្រាស់របស់របរផ្សេងៗយើងឃើញថាការសន្សំនេះវាជួយយើងបានច្រើនមួយផ្នែកធំតែម្ដងដូចជាការសន្សំទៅលើការប្រើប្រាស់សម្ភារៈផ្សេងៗនៅក្នុងផ្ទះតួយ៉ាងដូចជាការសន្សំទៅលើភ្លើងអគ្គិសនីដែលយើងប្រើប្រាស់តើពេលណាយើងគួរប្រើបើកភ្លើងហើយពេលណាយើងគួរបិទភ្លើងជៀសវាងនៅការបើកភ្លើងចោលខ្ជិះខ្ជាយដោយអត់ប្រយោជន៍ហើយចំណុចមួយទៀតគឺការប្រើប្រាស់ទៅលើទឹកដែលយើងប្រើប្រាស់យើងមិនគួរប្រើប្រាស់ទឹកដោយខ្ជិះខ្ជាយទេពីព្រោះថាយើងឃើញថាបើយើងសម្លឹងទៅលើពិភពលោកដែលខ្វះទឹកនៅប្រទេសខ្លះគឺរកតែទឹកហូបមិនបានផងប៉ុន្តែនៅស្រុកយើងបែរជាមួយផ្នែកមួយចំនួនធំភាគច្រើនគឺប្រើទឹកខ្ជិះខ្ជាយចូលចិត្តបើកទឹកចោលឬក៏ជួនកាលបាញ់លាងសម្ភារៈផ្សេងៗដល់ខ្ជិះខ្ជាយបើប្រទេសខ្លះគេរកទឹកផឹកមិនបានផងហើយយើងសួរថាតើយើងការប្រើប្រាស់ទឹកនេះធ្វើម៉េចដើម្បីសន្សំសំចៃបើទោះបីជាការប្រើប្រាស់ទឹកនេះក្នុងការសន្សំសំចៃយើងប្រើច្រើនក្តីក៏ប៉ុន្តែយើងប្រើឲ្យចំគោលដៅហើយយើងមិនគួរប្រើវាដល់ខ្ជិះខ្ជាយប្រើចោលតែតាមអ្វីដែលយើងមានគឺយើងត្រូវចេះសន្សំវាអញ្ចឹងទឹកដែលយើងប្រើប្រាស់ហើយដូចជាទឹកដែលយើងលាងចានហើយយើងអាចយកវាទៅស្រោចដំណាំឬក៏យើងអាចយកទឹកទាំងអស់នោះដាក់ក្បែរគល់ដំណាំដើម្បីជាចំណែកមួយក្នុងការកាត់បន្ថយទៅលើការចំណាយទៅលើការប្រើប្រាស់ទឹកទៅលើដំណាំរបស់យើងផងដែរប្រសិនបើយើងប្រើដោយផ្ទាល់គឺវារៀងចំណាយច្រើនបើទោះបីជាមិនច្រើនក៏ប៉ុន្តែបន្តិចម្ដងពីមួយថ្ងៃទៅមួយថ្ងៃនឹងធ្វើឲ្យការចំណាយរបស់យើងកាន់តែកើនឡើងហើយណាមួយទឹកដែលយើងប្រើចេញពីការលាងចានលាងឆ្នាំងវាមាននៅសារធាតុពពួកគេហៅពពួកបាសអញ្ចឹងវាក៏ជាចំណែកមួយជាជីមួយសម្រាប់រុក្ខជាតិក៏ប៉ុន្តែយើងមិនអាចដាក់ដោយផ្ទាល់ទៅលើរុក្ខជាតិទេគឺយើងអាចដាក់ឆ្ងាយអំពីដើមឈើទាំងអស់នោះអញ្ចឹងនៅពេលដែលវាជ្រាបចូលទៅក្នុងដីឫសរបស់រុក្ខជាតិវានឹងអាចបឺតស្រូបបានហើយនៅពេលដែលវាជ្រាបចូលក្នុងដីគឺវានឹងធ្វើការច្រោះតាមរយៈដីបំលែងទៅជាទឹកធម្មតាប៉ុន្តែបើយើងចាក់ទៅលើរុក្ខជាតិដោយផ្ទាល់វាអាចនឹងធ្វើឲ្យរុក្ខជាតិអាចស្លោកខូចដោយសារតែវាជាប្រភេទពពួកបាសអញ្ចឹងវាអាចនឹងប៉ះពាល់ទៅលើដំណាំរបស់យើងផងដែរអញ្ចឹងនៅមានចំណុចជាច្រើនទៀតដែលជាការសន្សំរបស់យើងមិនថាជាទឹកក្តីភ្លើងក្តីសម្ភារៈផ្សេងដែលយើងប្រើប្រាស់ដូចជាខោអាវសម្លៀកបំពាក់របស់យើងនៅពេលដែលយើងអាចប្រើហើយយើងអាចសល់យើងអាចកាត់ជាប្រភេទឡេវដើម្បីទុកប្រើនៅពេលដែលយើងអាវសម្លៀកបំពាក់របស់យើងនឹងដាច់ឡេវផ្សេងយើងអាចមានឡេវសម្រាប់ជួសជុលឬក៏រូតផ្សេងហើយយើងអាចកណាត់មួយចំនួនយើងអាចកាត់ទុកយើងអាចដាក់ក្នុងកឡោប្រេងយើងអាចទុកសម្រាប់បង្កាត់ភ្លើងក៏អាចបានហើយមួយទៀតយើងអាចធ្វើជាសម្រាប់កណាត់ជូតជើងឬក៏ជូតសម្ភារៈផ្សេងអ្វីដែលយើងប្រើប្រាស់ហើយគឺយើងអាចយកមកកែច្នៃប្រើវិញបានហើយអ្នកខ្លះគិតថាវាមើលទៅវាមិនល្អស្មុគគ្រោកក៏ប៉ុន្តែវាគឺជាការសន្សំមួយហើយមិនធំតែជាការសន្សំទៅលើការចំណាយទេវាជួយទៅដល់បរិស្ថានផងដែរនេះហើយគឺជារឿងចាំបាច់សម្រាប់បរិស្ថានរបស់យើងឲ្យបានស្អាតល្អជៀសវាងនៃការចោលនៃការសំណល់ប្រេះផ្ដាស់ឬក៏ដុតចោលដែលបង្កជាផ្សែងពុលទៅដល់បរិស្ថានផងដែរហើយនៅមានចំណុចជាច្រើនទៀតដែលយើងគួរតែស្វែងយល់អំពីក្នុងផ្ទះរបស់យើងថា
តើយើងអាចសន្សំសំចៃទៅលើផ្នែកអ្វីៗផ្សេងទៀតបានហើយសង្ឃឹមថាវីដេអូនេះខ្លីប៉ុន្តែអាចជាប្រយោជន៍មួយផ្នែកសម្រាប់បងប្អូនទាំងអស់គ្នាសម្រាប់បងប្អូនទាំងអស់គ្នាដើម្បីកាត់បន្ថយនៃការចំណាយហើយនេះគ្រាន់តែជាគំនិតរបស់ខ្ញុំមួយផ្នែកតូចហើយគំនិតរបស់បងប្អូននឹងមានច្រើនជាងខ្ញុំឆ្ងាយក៏ប៉ុន្តែនេះជាអ្វីដែលខ្ញុំចង់បង្ហាញទៅដល់ជាពិសេសក្មេងតូចដែលពួកគាត់មិនទាន់សូវយល់ឬក៏មិនទាន់បានរៀនដោយសារតែពេលខ្លះនៅខ្វះការបង្ហាត់បង្ហាញអំពីឪពុកម្ដាយដោយសារពេលខ្លះគាត់រវល់នឹងការងារគាត់មិនសូវជាមានពេលក្នុងការបង្ហាត់បង្ហាញហើយនេះគ្រាន់តែជាវីដេអូក្នុងការរួមចំណែកបន្តិចបន្តួចប៉ុណ្ណោះហើយសង្ឃឹមថាបងប្អូនច្បាស់ជាចូលចិត្តពេញចិត្តកុំភ្លេចជួយ like ជួយ share ឲ្យបានច្រើនហើយនឹង comment ពាក្យល្អៗផងបាទសូមអរគុណជួបគ្នានៅវីដេអូក្រោយ